សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមានជាប្រធានបទមួយដើម្បីលើកយកមកនិយាយស្ដីអំពីសត្វឆ្កែដោយខ្ញុំសង្កេតឃើញថានៅក្នុងមួយគ្រួសារគឺមានចិញ្ចឹមសត្វឆ្កែច្រើនសម្បំណាស់ហើយតែដូច្នេះនេះហើយគឺការចិញ្ចឹមសត្វឆ្កែគឺមិនសូវមានលទ្ធផលល្អប្រហែលទេក៏ប៉ុន្តែគឺមានគុណសម្បត្តិតិចតែគុណវិបត្តិច្រើននឹងមានដូចជាការបង្កបញ្ហាដល់មនុស្សច្រើនខ្លាំងណាស់បងប្អូនមនុស្សស្ទើរតែ 40% នៅក្នុងប្រទេសកម្ពុជាឬក៏លើពិភពលោកតែងតែជួបបញ្ហាគ្រោះថ្នាក់ដោយសារឆ្កែខំដោយការរត់កាត់ថ្នល់ត្រូវម៉ូតូបុកធ្វើឲ្យអ្នកម៉ូតូរងរបួសរហូតដល់មានការស្លាប់បាត់បង់ជីវិតក៏មានដែរបងប្អូនអញ្ចឹងទេយើងម្នាក់គួរតែកាត់បន្ថយនៅការចិញ្ចឹមសត្វឆ្កែក្នុងមួយផ្ទះត្រឹមតែមួយក្បាលឬក៏ពីរក្បាលទៅបានហើយជាពិសេសជាងគេគឺអ្នកដែលរស់នៅតាមបណ្ដោយដងវិថីដងផ្លូវថ្នល់លំជាដើមជាធម្មតាសត្វឆ្កែគឺនៅពេលដែលខំក្មេងឬក៏ខំមនុស្សចាស់ជាដើមតែងតែត្រូវយកទៅចាក់ដើម្បីការពារទៀតទៅណោះបើយើងមិនចាក់ការពារទេនឹងជួបគ្រោះថ្នាក់ដូចជាឆ្កួតឬក៏ស្គន់ជាន់ហើយទៀតសោតថ្នាំតេតាណូសគឺមិនថោកនោះទេមកបញ្ចូលដូចជា 100000 ជាងអីពុកម៉ែបងប្អូនអញ្ចឹងទេនេះជាបំណងល្អរបស់ខ្ញុំពុកម៉ែបងប្អូននៅខាងបរទេសគេចិញ្ចឹមសត្វឆ្កែគឺខុសឆ្ងាយដាច់ស្រឡះពីនៅប្រទេសកម្ពុជាដោយការចិញ្ចឹមសត្វឆ្កែនៅប្រទេសគេគឺគេមានការចុះបញ្ជីគល់បញ្ជីដាក់បញ្ចូលសត្វឆ្កែនោះចូលជាសមាជិកនៅក្នុងក្រុមគ្រួសាររបស់គេមួយដែរបងប្អូនគឺការចិញ្ចឹមសត្វហើយគេដាក់ទ្រុងគេចងការពារយ៉ាងតឹងរឹងគឺមិនឲ្យទៅខំអ្នកណាប្រេះផ្ដាស់ហើយជាពិសេសគឺគេចេះបង្វឹកនៅសត្វឆ្កែឲ្យចេះហិតក្លិនមីនហិតក្លិនអ្នកជក់គ្រឿងញៀនឬក៏ហិតក្លិនចោលហិតអីផ្សេងលាក់បងប្អូនក៏ប៉ុន្តែនៅខាងប្រទេសកម្ពុជាយើងគឺខុសគ្នាដាច់ស្រឡះគឺការចិញ្ចឹមសត្វឆ្កែគឺចិញ្ចឹមតាមតែចិត្តចង់ជួនកាលមួយផ្ទះមានរហូតដល់10ឆ្កែណាបងប្អូនគឺដើរពាសវាលពាសកាលតើបងប្អូនណាខ្លះធ្លាប់បានបុកឆ្កែដូចខ្ញុំបុកចំនួន3 ដងហើយបងប្អូននេះមើលចាំខ្ញុំអាហ្នឹងគឺដីក្រហមបើសិនណាផ្លូវថ្នល់វិញខ្ទេចអស់ហើយមុខចំោះហើយអញ្ចឹងទេនៅពេលដែលឃើញសត្វឆ្កែគឺមានអារម្មណ៍ថាបាក់ទើបលើកយករឿងសត្វឆ្កែនេះមកនិយាយដើម្បីចែករំលែកដើម្បីជាបទពិសោធន៍បងប្អូនព្រោះអីការចិញ្ចឹមសត្វឆ្កែនៅតាមបណ្ដោយដងវិថីផ្លូវលំអីនេះគឺសិតតែបង្កបញ្ហាអ្វីត្បិតតែវាជួយព្រុសចោលព្រុសអីទៅពេលអ្នកមានបំណងអាក្រក់ចង់ទៅលួចរបស់របរនៅក្នុងផ្ទះយើងគឺជួយព្រុសមែនតែជាក់ស្ដែងគឺយើងគួរតែចិញ្ចឹមលក្ខណៈថា1ឬក៏2បានហើយក្នុងមួយផ្ទះតែលក្ខណៈចូលដល់ចាប់ពី5ឡើងខ្ញុំគិតថាវាប្រសេកប្រសាចហើយក៏មើលទៅដូចជាមិនសូវល្អមើលដោយសារសត្វឆ្កែតែងតែសប្បាយជាមួយនឹងផ្លូវថ្នល់វាឡើងទៅដេកឡើងទៅអីជួនកាលម៉ូតូដល់ហើយវាមិនស្ទុះងើបទេអាឯងខំបើកទៅស្រាប់តែវាស្ទុះងើបមកពាក់កណ្ដាលខ្លួនមានអ្នកណាគេទប់ចង្កូតម៉ូតូទាន់បងប្អូនបំប្រោកចូល10នេះទេដាច់ដៃដាច់ជើងនឹងឯងហើយទាំងគេទាំងយើងធ្វើដំណើរទៅណាមកណាគឺចង់តែជួបនៅសុខសុវត្ថិភាពល្អតែទីបញ្ចប់មកជួបអាឆ្កែរត់កាត់ផ្លូវនេះចាំកាលបើមិនដួលចូលដល់បងប្អូនបំណងល្អពី admin គឺមានតែប៉ុណ្្នឹងដើម្បីជាប្រធានបទហើយបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចចុច subscribe like និង follow ម្នាក់មួយដើម្បីជាកម្លាំងចិត្តនិង admin រកជា content វីដេអូល្អៗដើម្បីយកមកចែករំលែក